ត្រូវបានស្ដេចថានរុនេះតាមប្រមាញ់រន្ទះដើរក្បាលខ្មោចដ៏ខ្មោចខ្មាញរបស់គេនេះគឺពិតជាមិនធម្មតាវាមានផ្ទុកនៅធម្មពលដែលអាចបំបែកឆ្លងកាត់លំហទៀតទៅចែនេះក៏បន្តចាត់ការកូនចៅតូចតាចដទៃទៀតពួកគេក៏នៅតែត្រៀមខ្លួនធ្វើការរួមបញ្ចូលតម្រូវឲ្យហូយហៅគឺត្រូវតែបញ្ឈប់ឲ្យបានមុនចំហាយដៃរបស់ស្ដេចថានរុបន្តប្រមាញ់ទៅកាន់វងឈៀវអស់លំពេញមាសរបស់នាងគឺនៅតែបន្តរងចុះរងឡើងកិច្ចចុះកិច្ចឡើងតែអ្នកទាំងពីរបន្តញញឹមរួចដេញតាមធម្មពលរួមបញ្ចូលកាន់តែចិត្តរួចរាល់ឈៀវប្រាប់ឲ្យប្រគល់វាឲ្យនាងហោះចូលទៅបញ្ចេញនៅស្នេហ៍ព្រលឹងទី7រាងកាយពិតនៃព្រលឹងក្បាច់គុណប្រែទៅជាឥន្ទ្រីមីហើយហូយហៅគឺនៅតែប្រាប់ថាពួកយើងបំផ្លាញវាចោលជាមួយគ្នាទៅមើលទៅកាន់ធម្មពលរបស់វងឈៀវគឺពិតជាមិនធម្មតានោះឡើយទប់ទល់ជាមួយនឹងធម្មពលនៃការរួមបញ្ចូលរបស់ទីហ៊ានទាំងអស់ហ្នឹងបណ្ដាលឲ្យវត្តរបស់ពួកគេត្រូវបានបំផ្លាញព្រមទាំងស្លាប់អស់ជាច្រើនអ្នកស្ដេចរន្ទះងងឹតក៏បានស្គាល់ពីរបស់ក្នុងដៃរបស់ហូយហៅជាខែធូលីក្រហមរបស់ថ្នាក់ដឹកនាំសាមៀងតើនេះជាអំណោយដែលហូយហៅទទួលបានពីជីងហុងឈិនដឹងថាហូយហៅគេក៏មានឧបករណ៍ពលឹងណែនាំកម្រិតទី9ដែរដូច្នេះក៏បានបញ្ចេញនៅនេះមួយអមជាមួយនឹងផ្លែដៃរបស់ស្ដេចថានរុដែលគេប្រាប់ហើយថាគឺគ្រាន់តែជាការប្រឹងប្រែងមុនពេលងាប់តែប៉ុណ្ណោះធម្មពលរបស់អ្នកទាំងពីរបណ្ដាលឲ្យហូយហៅខ្ទាតចេញទៅបងជឿអស្រ័យបារម្ភតែក៏ត្រូវទៅទប់ទល់ជាមួយនឹងចៅម្នាក់ទៀតដំណាក់កាលនេះហូយហៅប្រាប់ប្រាណស្នេហ៍ដៅអាត្រេដែលគឺជាតកកកម្ពុជាគ្មានគូព្រីបូករួមជាមួយនឹងស្នេហ៍បាតដៃដែលគឺជាព្រិលធ្លាក់ចុះស្នេហ៍ទាំងពីរនោះក៏បានបង្កកទៀតហើយភ្លាមបងជឿអស្រ័យប្រានៅលំពេញអតិទេពនិក្រិតរបស់នាងឃើញបែបនេះស្ដេចថានរុគេក៏បានយកដៅរកបើទោះបីជាពួកគេមានគ្នា3នាក់តែចង់ចាត់ការហូយហៅជាមួយនឹងជឿអវាមិនងាយស្រួលនោះឡើយហើយនៅពេលនេះអ្នកទាំងពីរក៏នៅតែបន្តគេចេញអំពីការវិប្រហាររបស់សត្រូវហូយហៅប្រាប់ប្រានៅស្នេហ៍នៃជោគវាសនាការវិប្រហារប្រលឹងកំតិចនៅក្បាលខ្មោចទាំងអស់ហ្នឹងហ្វូយីកិច្ចដែរតែនៅតែត្រូវគួតឈាមឆ្លៀតពេលនេះស្ដេចថានរុគេក៏នៅតែប្រើនៅចំហាយដាវវិប្រហារពេញមួយទំហឹងសម្ដៅមកកាន់វងជឿអក្រោយពីឃើញបែបហ្នឹងហូយហៅក៏បានចូលមកជួយរងព្រមទាំងដឹងថាគេក៏បានរួមបញ្ចូលដែលថានរុជាមួយនឹងប្រលឹងរបស់គេហ្វូយីក៏ឃើញថាធម្មពលប្រលឹងនិងធម្មពលវិញ្ញាណរបស់អ្នកទាំងពីរថយចុះហើយប្រាប់ទៅកាន់ព្រះធិចាថានរុទុកឲ្យនាងជួយដើម្បីចាត់ការពួកគេរួចហើយស្ដេចថានរុក៏ប្រើនៅស្នេហ៍ប្រលឹងទី2ធម្មពលនៃថានរុហ្វូយីប្រើនៅស្នេហ៍ប្រលឹងទី6ខ្មោចរាប់រយនាពេលរាត្រីស្នេហ៍ពួកគេទាំងពីរទាំង3នេះគឺសិតតែជាក្បាលខ្មោចតែម្ដងហូយហៅបែបហ្នឹងគឺមានតែបន្តវាយចុះវាយឡើងរីឯស្ដេចថានរុក៏បូកនៅស្នេហ៍ប្រលឹងទី3ដែលជាកំវិត10000នៃថានរុមើលទៅកាន់ស្នេហ៍របស់តានឹងមិនត្រឹមតែលយនោះទេថែមទាំងគ្មានត្រាស់ប្រណីទៀតផងម្ដាយណានក្រោយពីឃើញនៅអ្នកទាំងពីរដែលជាវ័យក្មេងសោះតែបែរជាអាចទប់ទល់ជាមួយនឹងជើងខ្លាំងដល់ទៅ2នាក់បែបនេះគឺពិតជាអស្ចារ្យពេកហើយវាយើងមើលទៅកាន់ហូយហៅទប់ទល់បណ្ដាក្អួតជាបណ្ដាប្រើប្រាស់នៅកណ្ដាប់ដៃបញ្ចេញនៅចំហាយទឹកកកជាច្រើនរងកំបិត10000នៃថានរុភ្លាមធម្មពលនៃការរួមបញ្ចូលរបស់កូនចៅពួកគេក៏ពេញទៀតហើយធ្វើការបាញ់ប្រហារសាជាថ្មីវងឈៀវអនឹងហូយហៅព្យាយាមទប់ទល់រហូតដល់ទន់ជង្គង់មកខាងធម្មពលផ្ទុះដ៏ខ្លាំងក្លាសាយភីពីពេញនឹងហូយហៅក៏នៅតែបន្តស្រែកស្ដាយរន្ទះថានរុគេក៏ចាប់ផ្ដើមញញឹមហ្វូយីក៏ដូចគ្នាដែរជាពិសេសស្ដាយថានរុម្នាក់នេះញញឹមដូចជាមិនចង់នឹងបញ្ចេញកងពលឹងខ្មៅមួយប្រាប់ប្រានៅស្នេហ៍ពលឹងទី7រាងកាយពិតនៃថានរុរបស់គេព្រោះថាពលឹងរបស់អ្នកទាំងពីរគឺពិតជាស័ក្តិសមជាដងវាយរបស់ដៅថានរុដូច្នេះគឺនឹងកំទេចឆ្អឹងរាងកាយរបស់គេលុះដល់ដង្ហើមចុងក្រោយតែម្ដងក្រោយពីបានបញ្ចេញនៅទម្រង់កាយសាហាវនេះហើយថែមនៅស្នេហ៍ពលឹងទី9ដែលវាគឺជាដែនធម្មពលនៃថានរុភ្នោពលឹងកំពូលស្នេហ៍ទាំងមូលធ្វើការវិប្រហារចុះមកពេញមួយទំហឹងក្រោយពីឃើញបែបហ្នឹងវងឈៀវលើកនៅលំពេញមាសរបស់នាងឡើងដើម្បីទប់ទល់ធម្មពលគឺពិតជាខ្លាំងហូយហៅបានត្រឹមតែប្រាប់ឲ្យវងឈៀវប្រញាប់គេចចេញទៅខ្លួនគាត់ព្យាយាមស្រែកប្រប្រាស់នៅកម្លាំងដ៏ខ្លាំងរើរួចហើយហោះឡើងទៅខាងលើឈៀវសម្លឹងឃើញបែបនេះស្រែកថាហូយហៅលោកមិនអាចស្លាប់បាននោះទេតែហូយហៅនៅតែបន្តស្រែកទប់ទល់ជាមួយនឹងធម្មពលនៃស្នេហ៍ទី9របស់ស្ដេចថានរុនឹងបណ្ដាលឲ្យសាច់រឿងភាគទី105មួយស្លេះតែត្រឹមនឹងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់គ្រប់ដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមានកំហុសខុសឆ្គងហើយអធិស្ឋានផងសម្រាប់យឺតមួយសប្តាហ៍ក៏ដោយសារតែអត់ស្វាយជាធម្មតាតូចមិនឈ្នះអាធំនោះទេតែដល់ពេលអាតូចប្រមូលផ្ដុំទៅអាធំចង់វេទនាជាថ្មីម្ដងទៀតដរាបណាភ្នំមិនផ្លាស់ប្ដូរទៅនៅតែហូរជួបគ្នានៅក្នុងពិភពគុណបាយបាយ